ប្រទេសស៊ូដានកំពុងស្ថិតនៅក្នុងសង្គ្រាមផ្ទៃក្នុងរវាង Sudanese Armed Forces SAF និង Rapid Support Forces RSF ដែលចាប់ផ្ដើមពីខែមេសាឆ្នាំ2023ក្រុង El Fasher ស្ថិតនៅតំបន់ Darfur បានធ្លាក់ក្រោមការគ្រប់គ្រងរបស់ RSF ហើយមានព័ត៌មានថាមានការសម្លាប់ពលរដ្ឋយ៉ាងអនាធិបតេយ្យក្រុមប្រឆាំង RSF ហើយគាំទ្ររាជរដ្ឋាភិបាលកងទ័ព RSF ត្រូវបានចោទថាបានធ្វើសកម្មភាពបំផ្លាញសិទ្ធិមនុស្សធ្ងន់ធ្ងរនិងកាត់ទោសមនុស្សដោយមិនប្រើប្រព័ន្ធតុលាការមានវិបត្តិសង្គមមានមនុស្សរាប់លានភៀសខ្លួនរងភាពអត់ឃ្លានជីវិតមនុស្សរាប់ពាន់នាក់បានស្លាប់ពេញទីក្រុងត្រូវការជំនួយពីអន្តរជាតិ ASAP ក្នុងសង្គ្រាមនៅប្រទេសស៊ូដានដែលចាប់ផ្ដើមតាំងពីខែមេសាឆ្នាំ2023ដល់បច្ចុប្បន្នមានចំនួនអ្នកស្លាប់ជាច្រើនម៉ឺននាក់